បាទជំរាបសួរពុកម៉ែបងប្អូនបាទបងប្អូនជំហូបបងប្អូនđãធ្លាប់ស្លមហូបនេះទេបងប្អូនបាទសម្លនេះវាមិនប្លែកទេបើសម្លម្ជូរស្រែរបស់យើងទេបងប្អូនបាទប៉ុន្តែម្ហូបនេះបើនៅខាងស្រុកខ្ញុំដូចគេមិនសូវអ្នកស្លប្រហែលទេបងប្អូនបាទបើនៅខាងជំនាញលិចដូចមានអ្នកស្លច្រើនពួកខ្ញុំទៅនៅស្រុកលិចនោះខ្ញុំធ្លាប់ហូបម្ហូបនេះបានយកមកស្លបាទគឺស្លស្ពៃចង្កឹះបងប្អូនស្លម្ជូរស្ពៃចង្កឹះបងប្អូនធ្លាប់ទេបើនៅស្រុកខ្ញុំភាគតិចហ្នឹងបងប្អូនបាទស្ពៃចង្កឹះហើយយកមកស្លជាមួយត្រីស្រែរបស់យើងបងប្អូនបាទនេះមានត្រីក្រោះនិងត្រីភ្លាយមកលាយឡំគ្នាបងប្អូនសិតពងត្រីហើយស្រែរបស់យើងបងប្អូនបាទស្ពៃចង្កឹះនេះមានចង់មកច្រែងហ្នឹងបងប្អូននិយាយទៅម្ហូបនេះកម្របានស្លហូបណាស្លម្ជូរស្លច្រើនដែរប៉ុន្តែគាត់តែស្លម្ជូរផ្សេងហ្នឹងទៅស្ពៃចង្កឹះនេះដូចខានស្លយូរហើយសើបានស្លប្រហែលទេបាទតោះបងប្អូនចូលរួមស្លមួយខ្ញុំបាទស្ពៃចង្កឹះខ្ញុំកាត់ជា3ជា4ប៉ុន្តែខាងគល់ដាក់ផ្សេងខាងចុងដាក់ផ្សេងមកបងប្អូនបាទសម្លម្ជូរយើងនេះប្រើប្រហុកសាច់បងប្អូនអស់ប្រហុកត្រីចង្វាឥឡូវប្រើប្រហុកសាច់ម្ដងឈ្ងុយល្អណាស់បងប្អូននេះមានត្រួយ7មានខ្ញុំថែម7ម្ដុំដែរបងប្អូនព្រោះវាស្ទើរខ្លៃស្ទើរជូរមួយស្លដល់ដាក់ជូរត្រួយ7ដូចវារៀងលំមិនសូវជូរដិតទេបងប្អូនបាទយើងដាក់គ្រឿងក្រៅយើងស្រេចមកបងប្អូនបាទខ្ញុំបងបន្លែមុនទេបងប្អូនអត់បងត្រីមុនទេព្រោះត្រីទៅបងកំពុះខ្ញុំឡែងមកខាងគល់ឲ្យហើយមកដាក់ជូរដាក់គ្រឿងក្រៅឲ្យភ្លក់ឲ្យល្មមបងប្អូនជូរដិតបន្តិចប្រៃដិតបន្តិចមកខ្ញុំចូលចិត្តហូបលំជូរទៅរៀងប្រៃជូរដិតបន្តិចមិនប្រៃពេកទេបងប្អូនតែដាក់ត្រីដាក់អាបន្លែស្លឹកទៅតាមក្រោយមកតែមកយើងបិទភ្លើងមកអាចហូបបានណាទោះបន្លែវាទុនដែរទេវាយើងរលួយទាត់បាទហូបដូចឆ្ងាញ់ណាបាទនេះមានមកអមមានម្ទេសផ្លោកឬអីដែលលាយគ្នាដែរបងប្អូនម្ទេសក្រហមទៅអីបាទពុះហើយបងប្អូនមិនដែរឆ្អិនបាត់ហូបលឿនស្រួលស្លទេបើតែគាត់អ្នកខ្លះអត់ស្រួលបានស្លហូបទេបងប្អូនសម្លនេះព្រោះគេចាត់យកទៅឆាយកទៅអីទេបងប្អូនបើយកមកស្លមកជូរគេមិនសូវទេស្ពៃចង្កឹះនេះបាទអ្នកខ្លះគេស្លម្ជូរស្ពៃខ្មៅគេស្លដែរបងប្អូនបាទមកសាកមួយចានលើមើលបងប្អូនហូបនេះយូរហូបម្ដងឆ្ងាញ់ទេបងប្អូនប្លែកមាត់បន្តិចតកូននេះមានរសជាតិផ្សេងបន្លែផ្សេងរសជាតិផ្សេងគ្នាតែបើបន្លែស្ពៃនេះរសជាតិផ្សឹងបងប្អូនឡើងទំនងបាត់ហើយបងប្អូនបាទអូឆ្ងាញ់ណាស់មកហូបនេះទឹកត្រីម្ទេសហិលបងប្អូនបាទវីដេអូមានតែប៉ុណ្ណេះទេបងប្អូនបាទអរគុណច្រើនដែលចូលរួមទស្សនាវីដេអូបាទជួយ